មិនដល់ហើយបងប្អូនអរគ្នា Oppo A6 Pro បានចេញជាផ្លូវការហើយក្រុមហ៊ុនបានយកខត្ថប័ណ្ណមកផ្សព្វផ្សាយនៅតាមហាងនីមួយៗនៅក្នុងហាងទូទៅនៅក្នុងប្រទេសកម្ពុជាផងដែរហើយសម្រាប់ហាងរបស់ខ្ញុំក៏មានខត្ថប័ណ្ណនៅក្នុងការផ្សព្វផ្សាយនេះផងដែរ Oppo A6 Pro នេះគឺក្រុមហ៊ុនចេញមកមានពីរពណ៌គឺពណ៌ខៀវទឹកប៊ិចហើយនឹងពណ៌ឈូកនេះឯងសម្រាប់ឲ្យបងប្អូនជ្រើសរើសសរសេរនៅក្នុងខត្ថប័ណ្ណរបស់គាត់ថាមានថាមពលថ្មរហូតដល់7000មីលីអ៊ំពែឯណោះហើយគាត់សរសេរថា smartphone នេះគឺជា smartphone ដែលមានថាមពលថ្មធំបំផុតនៅលើទីផ្សារហើយសាកថ្មមួយពេញប្រើប្រាស់បានរហូតដល់2-3ថ្ងៃចំណុចនេះគឺល្អសម្រាប់បងប្អូនអរគ្នាដែលចូលព្រៃអីសម្រាប់អ្នក adventure អីគឺអត់ចាំបាច់យក power bank ទៅជាមួយទេហើយគាត់សរសេរទៀតថាកម្លាំងសាកថ្មរហូតដល់80 W super VOOC flash charge បាទសាកថ្មល្បឿនលឿនបំផុតក្នុងទីផ្សារបាទតម្លៃក្រោម$300ហ្នឹងគឺមានតែ smartphone ហ្នឹងទេដែលអាចសាកថ្មបានលឿនបំផុតហើយសាកថ្មមួយពេញក្នុងរយៈពេលតែ1ម៉ោងប៉ុណ្ណោះបងប្អូនអរគ្នាគាត់សរសេរទៀតថា smartphone នេះគឺប្រើប្រាស់ IP69 បាទការពារជំរាបទឹកនិងធូលីកម្រិត smartphone លំដាប់កំពូលតែម្ដងបាទហើយធន់នឹងទឹករហូតដល់1ម៉ែត្រកន្លះរយៈពេល30នាទីឯណោះហើយបើនិយាយអំពីធន់ជាមួយនឹងកម្ដៅវិញធន់ជាមួយនឹងទឹកក្តៅវិញគឺរហូតដល់80អង្សាសេឯណោះបងប្អូនអរគ្នាហើយចំពោះល្បឿន refresh rate អេក្រង់គឺមានរហូតដល់ 120Hz គឺជាប្រភេទអេក្រង់ភ្លឺច្បាស់អេក្រង់ AMOLED កែមខ្លីដូចកម្ពុជា smartphone អញ្ចឹងហើយអេក្រង់ភ្លឺកម្រិតរហូតដល់1400 nit ឯណោះបងប្អូនអរគ្នាហើយគេដាក់ថាស្រួលមើលនៅក្រោមពន្លឺថ្ងៃចំពោះអេក្រង់នេះគឺមានពន្លឺកម្រិតពន្លឺរហូតដល់1400 nit បាទហើយចំពោះទំហំអេក្រង់របស់វាគឺ 6.57 អ៊ីញបាទជាប្រភេទ AMOLED នេះឯងហើយចំពោះ RAM របស់វាបាទ RAM របស់វាគឺ 8GB បូកនឹង 8GB ហើយមានទំហំផ្ទុក2ជម្រើសសម្រាប់បងប្អូនអរគ្នាគឺទំហំផ្ទុក 128GB និងទំហំផ្ទុក 256GB ហើយ smartphone នេះគឺជា smartphone AI editor បាទគឺមាន AI ផងដែរអញ្ចឹងកម្រិតថវិកាហើយវាមាន AI ទៀតហើយចំពោះ chip ដែលយកមកប្រើគឺគេប្រើ MediaTek បាទ Helio G100 chip របស់វាបាទអញ្ចឹងបងប្អូនប្រសិនបើមានតម្រូវការសូមកុំភ្លេចតាក់ទងមកនៅហាងសីហាសីឡាផ្សារណតតឹងបាទមានលក់បាទគ្រប់ជម្រើសអញ្ចឹងសូមបងប្អូនតាក់ទងមកបាទអរគុណច្រើន